បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់បងប្អូនដែលចូលចិត្តចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី2ខែកុម្ភៈជាខែថ្មីបន្ទាប់ពីខែមករាមកបាទហើយខែនេះដែរគឺជាខែដែរមាន់យើងចាប់ផ្ដើមប្រុងប្រយ័ត្នហើយពុកម៉ែបងប្អូនដោយសារខែនេះគឺជាខែដែលមាន់យើងចាប់ផ្ដើមផ្ទុះជំងឺដោយសារខែនេះគឺមាន់ងាយឈឺជាងខែនាផ្សេងៗអញ្ចឹងណាខែនេះគឺជាខែត្រជាក់ខែធ្លាក់ខ្យល់វានាំមកនៅជំងឺផ្សេងបាទហើយអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនគាត់អញ្ចឹងយើងត្រូវតែមានការបិទបាំងទ្រុងឲ្យបានជិតល្អទាំងអស់គ្នាដើម្បីជៀសវាងនៅមាន់យើងឈឺជៀសវាងនៅខ្យល់ហ្នឹងវានាំមកជំងឺមកដល់មាន់របស់យើងវាក៏ជួយការពារនៅភាពត្រជាក់ផងដែរយើងមានការបិទបាំងបានល្អហើយនៅក្នុងខែពីនេះដែរភាគច្រើនពុកម៉ែបងប្អូនគាត់ចិញ្ចឹមថ្មីភាគច្រើនគឺខែនេះគឺជាខែដែលគាត់ជួបបញ្ហាទៅលើមាន់របស់គាត់ពិសេសជាងគេគឺខែ2នេះហើយពុកម៉ែបងប្អូនប្រយ័ត្នដោយសារគាត់ចិញ្ចឹមថ្មីឬក៏ពុកម៉ែបងប្អូនគាត់មានបទពិសោធន៍ពីមុនមកគាត់តែនៅជួបគឺនៅក្នុងចន្លោះខែ2នេះគឺតែនៅជួបបញ្ហាទៅលើមាន់របស់យើងហើយពុកម៉ែបងប្អូនគាត់ដឹងហើយខែនេះគឺខ្យល់ខ្លាំងមែនទែនដោយសារអីវានាំមកខ្យល់នេះវានាំមកជំងឺមកឲ្យមាន់របស់យើងបើយើងមិនមានការបិទបាំងត្រឹមត្រូវទៅលើទ្រុងរបស់យើងទេមាន់យើងវាងាយនឹងឆ្លងជំងឺមែនទែនហើយជំងឺវាមានច្រើនតាមខ្យល់យើងមើលអត់ឃើញទេពុកម៉ែបងប្អូនហើយឥឡូវនេះចាប់ផ្ដើមបងប្អូនមួយចំនួនគាត់ចាប់ផ្ដើមជួបប្រទះហើយជំងឺមានផ្សេងមានរូបភាពផ្សេងគ្នាខ្លះក៏កើតផ្ដាសាយកូរីសាហើមុខហើមាត់អញ្ចឹងទៅខ្លះក៏ជួបបញ្ហាអាសន្នរោគជំងឺអាសន្នរោគងាប់អស់ទាំងទ្រុងក៏មានដែរចាប់ផ្ដើមកើតហើយពុកម៉ែបងប្អូនអញ្ចឹងហើយតាមតំបន់តាមទីកន្លែងមួយគឺតែតែមានហើយហ្នឹងតែច្រើនមុនក្រោយគឺតែតែមានអញ្ចឹងហើយទីមទាឲ្យយើងមានការបិទបាំងបានត្រឹមត្រូវមានថ្នាំការពារបានត្រឹមត្រូវដើម្បីជៀសវាងនៅជំងឺហើយកុំភ្លេចនៅវ៉ាក់សាំងដើម្បីការពារមាន់របស់យើងបើសិនជាវាឈឺអីចឹងទៅវាមានវ៉ាក់សាំងនៅក្នុងខ្លួនស្រាប់វាបន្ស៊ាំស្រាប់នៅក្នុងខ្លួនធ្វើឲ្យមាន់យើងហ្នឹងវាមានការផ្សំជាមួយនឹងមេរោគអស់ហ្នឹងអញ្ចឹងហើយយើងអាចដាក់ថ្នាំទៅវាឆាប់ជាវាឈ្នះនឹងជំងឺហ្នឹងអញ្ចឹងហើយបងប្អូនកុំភ្លេចក្នុងចំណុចទាំងអស់ហ្នឹងហើយការបិទបាំងនេះដែរគួរយល់ល្អបងប្អូនមានប្រភេទជាតង់ប្រភេទគេតង់កស៊ូបងប្អូនក៏ល្អដែរហើយដូចក្នុងត្រង់ខ្ញុំនេះគឺខ្ញុំបាំងស្បែកគឺអត់ល្អទេបងប្អូនដូចស្អីស្បែកនេះបាំងបានតែខ្យល់តិចតួចប៉ុន្តែបើភាពត្រជាក់ហ្មងគឺបាំងបិទអត់បានល្អទេដូចស្អីវាមានប្រហោងមានអីចឹងចឹងយល់ល្អបងប្អូនគាត់មានធនធានតិចតួចអាចនឹងទិញប្រភេទតង់ប្រភេទល្អបំផុតគឺតង់កស៊ូបងប្អូនអាហ្នឹងវាធន់ផងហើយជួយបិទបាំងនៅខ្យល់នៅកម្ដៅនៅភាពត្រជាក់បានល្អតែប្រភេទស្បៃខ្ញុំបាំងនៅទ្រុងខ្ញុំនេះគឺវាបាំងបានខ្យល់តិចតួចទេបងប្អូនបើឲ្យបាំងចិត្តនៅកម្ដៅនៅភាពត្រជាក់ហ្មងគឺវាអត់បាំងអត់បានទេស្អីវាខ្យល់ភាពត្រជាក់មកវានៅរមាំជាងល្ងាដដែលចឹងហើយយល់ល្អយើងទៅគួរទៅដាក់ប្រភេទតង់ប្រភេទតង់កស៊ូតង់អីហ្នឹងដូចកសិដ្ឋានធំគាត់ធ្វើហ្នឹងគឺល្អហើយប្រភេទតង់បែបហ្នឹងគាត់ឲ្យយើងចំណាយថវិកាបន្តិចហើយយើងរួមផ្សំជាមួយនឹងថ្នាំការពារទៅលើមាន់របស់យើងផងដែរយើងឧស្សាហ៍ពិនិត្យមើលមាន់របស់យើងក្នុងខែនេះទាំងមាន់តូចមាន់ធំទាំងពិសេសជាងគេគឺពេលយប់គឺឡើងតំណុំគឺយើងមើលសម្រាប់មាន់ធំមាន់សាច់យើងមើលទៅលើលមួកមើលទៅលើកម្មភាពរបស់មាន់របស់យើងហ្នឹងបើសិនជាលមួកវាមានបញ្ហាវារាកសរាកខៀវអីអាហ្នឹងយើងហើយយើងមើលទៅលើអាការៈរបស់វាសិនជាវាហ្នឹងមានកន្តាស់មានជាសម្បោហ៊ានអីមានអីហ្នឹងយើងចាប់វាគឺក៏វាមិនរលាយកែអញ្ចឹងយើងចាប់វាមកព្យាបាលផ្សេងពីមាន់ផ្សេងដើម្បីកុំឲ្យវាហ្នឹងទប់ស្កាត់កុំឲ្យវាឆ្លងទៅមាន់ផ្សេងនៅក្នុងទ្រុងហ្នឹងទៀតហើយ
ចាក់តងឆ្នាំការពារដែលយើងដាក់ភេទជាឆ្នាំវិទ្យាសាស្ត្រខ្លះទៅឆ្នាំធម្មជាតិខ្លះទៅដូចជាត្រង់ចំណុចខ្លះយើងមិនមានឆ្នាំការពារខាងវិទ្យាសាស្ត្រហ្នឹងយើងមិនទាន់បានទៅមិនទាន់បានមាននៅក្នុងដៃយើងអាចជំនួសនៅប្រភេទធម្មជាតិយើងជំនួសម្ដងម្កាលបានដូចជាខែរងាខែត្រជាក់អញ្ចឹងយើងអាចដាក់ជាខ្ទឹមសអីវាផឹកទៅដើម្បីជួយបង្កើននៅកម្ដៅទៅដល់មាត់របស់យើងហើយភេទស្ករពេលយើងដាក់ស្ករហ្នឹងលាយជាមួយទឹកអីផឹកទៅក៏វាជួយសម្រួលមាត់របស់យើងជួយបង្កើននៅកម្ដៅដល់ខ្លួនមាត់របស់យើងដែរហ្នឹងយើងហើយយើងក៏មានថ្នាំប្រភេទវិទ្យាសាស្ត្រថ្នាំការពារជាបាលផ្សេងៗដើម្បីទប់ស្កាត់ការពារនៅជំងឺផ្សេងៗដល់មាត់របស់យើងបាទហើយការចិញ្ចឹមមាន់យើងយល់ដឹងពីចំណុចតិចតួចទាំងអស់ហ្នឹងទៅយើងស្ទាត់យើងចាំទៅគឺវាលែងពិបាកឲ្យបងប្អូនបើសិនជាយើងថ្មីគឺយើងស្ដាប់ទៅយើងមើលទៅយើងគិតថាវារៀងពិបាកការចិញ្ចឹមមាន់វាមិនស្រួលទេហើយក៏វាមិនជាការពិបាកប្រហែលដែរដែលយើងព្យាយាមទៅលើវាយល់ស្វែងយល់រៀនសូត្រពីវាគឺវាចាប់ផ្ដើមស្រួលម្ដងតិចហើយតែសម្រាប់ថ្មីច្បាស់ណាស់គឺវាមិនងាយស្រួលទេសម្រាប់យើងថ្មីអញ្ចឹងហើយទាមទារយើងមានការព្យាយាមមានការស្រឡាញ់ទៅលើវាទើបយើងចិញ្ចឹមវាបានបាទហើយក្នុងការចិញ្ចឹមមាន់នេះដែរគឺយើងទាមទារហើយយើងយកចិត្តទុកដាក់ទៅលើវាយើងមិនអាចប្រហែសបានទេទៅលើការចិញ្ចឹមមាន់នេះបើសិនយើងប្រហែសក្នុងចំណុចណាមួយតិចតួចក៏វានឹងជួបបញ្ហាដែរនៅវានឹងមានការបាត់បង់តែយើងប្រហែសគឺមានការបាត់បង់ហើយពុកម៉ែបងប្អូនត្រូវចាំថាសត្វមានជីវិតវាតែងជួបបើសិនជាយើងមិនយកចិត្តទុកដាក់ទៅលើវាទេបើយើងដាក់ចិត្តថាចិញ្ចឹមសត្វហើយគឺយើងត្រូវតែយកចិត្តទុកដាក់ទៅលើពួកវានោះហើយទើបមាន់របស់យើងនឹងវាមិនមានការបាត់បង់ហើយយើងចិញ្ចឹមទៅតាមអារម្មណ៍មួយពេលយើងបន្ទាប់មកយើងប្រហែសវាទុកចោលมันមានការល្អទេគឺវានឹងជួបការបាត់បង់វានឹងធ្វើឲ្យយើងនឹងមានការខាតបង់ទៅលើការចំណាយទៅលើពួកវាតែប្រហែសបន្តិចហ្នឹងគឺជួបបញ្ហាពួកសត្វនេះវាងាយនឹងជួបបញ្ហាវាចិញ្ចឹមកាន់តែច្រើនកាន់តែពិបាកកាន់តែងាយជួបបញ្ហាបើយើងចិញ្ចឹមកាន់តែច្រើនទាមទារយើងនឹងទំនួលខុសត្រូវទៅលើវាកាន់តែខ្លាំងបាទហើយមួយទៀតពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនមួយចំនួនដែលពួកគាត់នឹងឆាប់តូតុនអារម្មណ៍របស់គាត់នឹងឆាប់តូតុនទៅលើអ្វីមួយដូចជាការចិញ្ចឹមមាន់ជាដើមតូតុនទៅលើការបង្ហាញការតាក់ទាញអំពីប្រព័ន្ធ social media ផ្សេងពីបងប្អូនដែលគាត់ចែករំលែកផ្សេងតាក់ទងការចិញ្ចឹមមាន់នេះគាត់ចែករំលែកពីផលដែលគាត់ធ្វើទៅបានថតបង្ហាញពីមាន់សកម្មភាពដែលពួកគាត់ចិញ្ចឹមទៅល្អជោគជ័យដល់ពេលបងប្អូនដែលគាត់ថ្មីគាត់ឃើញគាត់ចាប់អារម្មណ៍គាត់ស្រឡាញ់គាត់ឃើញគេចិញ្ចឹមល្អក៏គាត់ចាប់ផ្ដើមមានទឹកចិត្តក្នុងការចិញ្ចឹមដល់ពេលទៅចិញ្ចឹមមានបញ្ហាចាប់ផ្ដើមបាក់ទឹកចិត្តហ្នឹងអញ្ចឹងហើយយើងទាមទារបទពិសោធន៍យើងចាប់ផ្ដើមពីខ្លួនឯងទៅព្រោះអីពួកគេមុនតែគេបានចិញ្ចឹមបានល្អហ្នឹងគេសុទ្ធតែមានជួបបញ្ហាហើយពីមុនមកមុនតែគេធ្វើដាក់ទៅហ្នឹងវាបានល្អហ្នឹងគេជួបបញ្ហារាប់មិនអស់ហើយពុកម៉ែបងប្អូនមិនថារូបខ្ញុំឬក៏បងប្អូនគាត់ផ្សេងគាត់ចែករំលែកទេគឺមុនតែយើងមានមាន់ល្អបង្ហាញពុកម៉ែបងប្អូនហ្នឹងពីមុនមកដែលយើងចាប់ផ្ដើមថ្មីហ្នឹងគឺជួបបញ្ហារាប់មិនអស់មកហើយអញ្ចឹងហើយបានយើងទាមទារចាប់ផ្ដើមពីខ្លួនឯងទៅកុំតតុនអារម្មណ៍ទៅតាមអ្វីដែលយើងឃើញដំបងភ្លាមនោះគឺយើងគួរចាប់ផ្ដើមខ្លួនឯងទៅបទពិសោធន៍ចាប់ផ្ដើមពីតិចតួចទៅសាកល្បងពីខ្លួនឯងយកបទពិសោធន៍យើងរៀនពីវាទៅពេលយើងធ្វើវាទៅបានល្អហើយគឺយើងចាប់ផ្ដើមពង្រីកវាម្ដងតិចទៅអ្វីមួយក៏ដោយបងប្អូនទាំងអស់គ្នាយើងត្រូវចាំថា
តលយើងសាកល្បងខ្លួនឯងទៅទើបយើងដឹងថាវានឹងស្រួលឬក៏ពិបាកបើយើងគ្រាន់តែមើលតាមគេទេគឺយើងអត់ដឹងទេថាវានឹងស្រួលឬពិបាកហើយបើសិនជាបងប្អូនក៏ដៃថ្មីអីទេកុំសាកល្បងពឹបឡើងមករាប់រយក្បាលរាប់ពាន់ក្បាលគឺហ្នឹងគឺក៏អត់ល្អដែរសម្រាប់មិនមែនឲ្យតែយើងមានថវិកាគឺយើងចេះដាក់ទេពុកម៉ែបងប្អូនបើសិនយើងដាក់កាន់តែធំពេលវាដួលទៅក៏កាន់តែលឺដែរចឹងហើយយើងគួរចាប់ផ្ដើមពីតិចតួចទៅបើសិនយើងមានថវិកាយើងដាក់100 200ក្បាលទៅចាំពេលយើងចំកើតទៅយើងបង្កើនម្ដងទៅមុខទៀត400 500ចំឡើងដល់1000 2000ទៅសម្រាប់គាត់មានថវិកាហើយសម្រាប់បងប្អូនយើងដែលមិនសូវមានថវិកាយើងចាប់ផ្ដើមពី50ក្បាល100ក្បាលហ្នឹងទៅបើសិនយើងដាក់ទៅជោគជ័យចាំយើងបង្កើនទៅមុខបន្ថែមទៀតពេលខ្លះយើងមិនទាន់មានបទពិសោធន៍យើងចិញ្ចឹមដាក់ទៅតែ20ក្បាលយើងចិញ្ចឹមងាប់អស់10ក្បាលជាងហើយអញ្ចឹងតែយើងបើសិនយើងដាក់រាប់រយក្បាលទោះតែយើងដាក់ចិញ្ចឹមទៅបានផលដែរបងប្អូនអញ្ចឹងហើយបានយើងទៀមទាយើងចិញ្ចឹមពីតិចទៅជាងចិញ្ចឹម20 30ក្បាលនឹងរស់សិនទៅតាមយើងបង្កើនទៅរាប់រយក្បាលបាទហើយវីដេអូនេះដែរក៏មានតែប៉ុណ្្នឹងទេបងប្អូនបាទសម្រាប់បងប្អូនថ្មីជូនពរពួកគាត់ចិញ្ចឹមមាន់បានជោគជ័យទាំងអស់គ្នាជៀសវាងជួបបញ្ហាផ្សេងៗទៅលើជំងឺទៅលើបញ្ហាផ្សេងៗក្នុងការចិញ្ចឹមមាន់របស់ពួកគាត់បាទហើយសម្រាប់បងប្អូនថ្មីដែលគាត់មិនទាន់បានចុច Subscribe ចុចជាវបងប្អូនចុចជាវបានម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយនឹងបទពិសោធន៍ថ្មីពីខ្ញុំបាទហើយអរគុណបងប្អូនបានចូលមកទស្សនាវីដេអូមួយនេះបាទអរគុណបងប្អូនជម្រាបលា